វចនានុក្រមខ្មែរគឺជាសិភៅគោលអក្សរសាស្ត្រខ្មែរដ៏ធំមួយដែលកើតមុនគេបង្អស់នៅក្នុងប្រទេសកម្ពុជាសិភៅនេះមាន1888ទំព័រដែលប្រជុំដោយមេពាក្យវេយ្យាករណ៍និងគោលក្បួនខ្នាតទាំងឡាយសម្រាប់ពង្រីកភាសានិងអក្សរសាស្ត្រខ្មែរមេពាក្យទាំងនោះសរសេរតាមលំដាប់ព្យញ្ជនៈស្រៈនិងមានការបញ្យល់ន័យសេចក្តីផងមេពាក្យខ្លះប្រាប់ពីប្រភពសូរនិងរបៀបប្រើប្រាស់ពាក្យថែមទៀតវចនានុក្រមនេះបានរៀបចំជាបណ្ដើរតាំងពីឆ្នាំ1915ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិដោយអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជំនាន់នោះមានសម្ដេចជួនណាតលោកអុកញ៉ាសូតនព្រៃជាអិនព្រះតេជគុណសួរនៅវត្តប្រយុរវង្សជាដើមក្រៅពីនេះក៏មានការយកចិត្តទុកដាក់ពីព្រះករុណាព្រះបាទស៊ីសុវត្ថិនិងជនជាតិបារាំងម្នាក់ទៀតឈ្មោះលោកសុកស៊ូដេសក្នុងចំណោមបុព្វការីជនដែលបានបង្កើតស្នាដៃជាកេរមរតកដ៏ធំឥតមានពីនេះមានតែសម្ដេចសង្ឃរាជជួនណាតមួយអង្គឯងគត់ដែលបានស្រាវជ្រាវនិពន្ធនិងធ្វើការងារនេះជាប់លាប់ហូរហែតាំងពីដើមដំបូងរហូតដល់បានសម្រេចបោះពុម្ពជាចុងក្រោយនៅចន្លោះឆ្នាំ1967និងឆ្នាំ1968ដោយវិជាស្ថានពុទ្ធសាសនបណ្ឌិតមុនពេលព្រះអង្គចូលទីវង្គតមួយឆ្នាំដោយហេតុតែសម្ដេចសង្ឃរាជជួនណាតខំតស៊ូអស់រយៈពេលយ៉ាងវែងដើម្បីបង្កើតវចនានុក្រមខ្មែរបានចប់សពគ្រប់នេះហើយទើបប្រជាពលរដ្ឋខ្មែរទូទៅនាំគ្នាហៅវចនានុក្រមនេះថាវចនានុក្រមសម្ដេចជួនណាតវចនានុក្រមសម្ដេចជួនណាតគឺជាគន្លឹះសម្រាប់កូនខ្មែរជំនាន់ក្រោយធ្វើការសិក្សាស្រាវជ្រាវនិងពង្រីកពាក្យខ្មែរឲ្យសម្បូរបែបប៉ុន្តែទោះជាយ៉ាងណាក៏ដោយសប្តាហ៍ថ្ងៃនេះភាសាខ្មែរនៅតែជាប្រធានបទមួយដ៏ក្តៅសម្រាប់ការពិភាក្សានៅស្ថាប័នមួយចំនួនក៏ដូចជានៅលើទំព័រកាសែតមានមតិច្រើនត្រូវបានលើកឡើងប៉ុន្តែផ្លូវដែលត្រូវដើររួមគ្នាមួយនោះមិនទាន់ត្រូវបានរកឃើញជាក់ច្បាស់នៅឡើយដោយផ្អែកតាមស្ថានភាពបច្ចុប្បន្នដែលផ្ដល់នូវភាពមិនច្បាស់លាស់សម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរគណៈកម្មាធិការជាតិភាសាខ្មែរសម្រេចឲ្យប្រើប្រាស់អក្ខរាវិរុទ្ធតាមវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួនណាតសូមឲ្យដឹងថានៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជជួនណាតមានចំនួន1888ទំព័រដែលមានពាក្យចំនួន18008ពាក្យក្នុងចំណោមពាក្យទាំងនោះមានដូចជាពាក្យខ្មែរសុទ្ធមានចំនួន12288ពាក្យភាសាបាលីភាសាសំស្ក្រឹតមានចំនួន3307ពាក្យភាសាបាលីមានចំនួន1235ពាក្យភាសាសំស្ក្រឹតមានចំនួន541ពាក្យភាសាសៀមមានចំនួន388ពាក្យភាសាបារាំងមានចំនួន82ពាក្យភាសាចិនមានចំនួន81ពាក្យភាសាវៀតណាមមានចំនួន42ពាក្យភាសាលាវមានចំនួន35ពាក្យនិងភាសាឥណ្ឌាមានចំនួន4ពាក្យក្រៅពីវចនានុក្រមសម្ដេចសង្ឃរាជជួនណាតសប្តាហ៍ថ្ងៃនេះកម្ពុជាមានវចនានុក្រមចំនួន2ទៀតដែលមានទាំងការពន្យល់ពាក្យនិងសូរអានដាក់ឲ្យសាធារណជនបានប្រើប្រាស់ដើម្បីបង្កភាពងាយស្រួលនិងស្របតាមតម្រូវការបច្ចុប្បន្នរបស់សង្គមខ្មែរដែលមានការវិវត្តភាសាឥតឈប់ឈរវចនានុក្រមទាំងពីរនោះមានដូចជាទី1វចនានុក្រមភាសាខ្មែរបច្ចុប្បន្នដឹកនាំរៀបចំដោយលោកបណ្ឌិតព្រហ្មមុលនិងទី2វចនានុក្រមខ្មែរឆ្នាំ2022រៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាសូមកត់ចំណាំថាវចនានុក្រមខ្មែរឆ្នាំ2022ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី25ខែកញ្ញាឆ្នាំ2023ដោយមានការបោះពុម្ពជាសៀវភៅផងនិងជាទម្រង់ Digital ផងដើម្បីឆ្លើយតបឲ្យទាន់ការវិវត្តនៃសង្គមបច្ចេកវិទ្យានៅក្នុងថ្ងៃសម្ពោធជាផ្លូវការនោះឯកឧត្តមបណ្ឌិតហ៊ានសុខុមប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិតសភាកម្ពុជាបានធ្វើបទបង្ហាញអំពីដំណើរការនៃការរៀបចំវចនានុក្រមខ្មែរថាការរៀបចំធ្វើនៅវចនានុក្រមខ្មែរនេះមានរយៈពេល5ឆ្នាំដោយគិតចាប់ពីឆ្នាំ2018រហូតដល់ឆ្នាំ2022
និងមានសមាជិកភាពពីគណៈកម្មការជាតិរៀបចំវចនានុក្រមចំនួន65នាក់ដែលជាបញ្ញវន្តគ្រប់វិស័យព្រឹទ្ធាចារ្យនិងព្រះសង្ឃដែលមានជំនាញភាសាវិទ្យាអក្សរសាស្ត្រប្រវត្តិសាស្ត្រសេដ្ឋកិច្ចជាដើមលោកបន្ថែមថាក្រុមការងារបានខិតខំប្រឹងប្រែងប្រមូលពាក្យពេចន៍ទៅតាមលំដាប់នៃពេលវេលាក្នុងឯកសារសរសេរនានានិងទៅតាមវិស័យនៃការប្រើប្រាស់ពាក្យទន្ទឹមនឹងនេះក្រុមការងារបានប្រមូលទិន្នន័យពាក្យខ្មែរដែលមាននៅក្នុងវចនានុក្រមកន្លងមករួមទាំងពាក្យថ្មីៗទៀតមករក្សាទុកបញ្ចូលគ្នាសម្រាប់ជាឃ្លាំងរក្សាទុកដែលអាចប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀតតាមតម្រូវការលោកបន្តថាវចនានុក្រមនេះត្រូវបានផ្សព្វផ្សាយតាមរយៈការបោះពុម្ពជាសៀវភៅនិងជាទម្រង់ Digital ហើយការបង្កើតជាទម្រង់ Digital បែបនេះធ្វើឲ្យចំណេញពេលវេលាងាយស្រួលក្នុងការប្រើប្រាស់ផ្សព្វផ្សាយបានទូលំទូលាយជាពិសេសងាយស្រួលធ្វើបច្ចុប្បន្នកម្មពាក្យថ្មីបន្ថែមទៀតពាក្យដែលមានក្នុងវចនានុក្រមខ្មែរនេះមានចំនួនសរុប 44,697 ពាក្យក្នុងនោះការដាក់ជាមេពាក្យមានចំនួន 31,073 ពាក្យជាចុងក្រោយបង្អស់យើងខ្ញុំសូមឲ្យដឹងដែរថាការរៀបចំអាប់ដេតនៃវចនានុក្រមខ្មែរនេះគឺធ្វើឡើងដោយយោងទៅលើការរីកចម្រើននៃសង្គមសេដ្ឋកិច្ចនយោបាយនិងយុទ្ធសាស្ត្រផ្សេងៗទៀតដូច្នេះការធ្វើបច្ចុប្បន្នកម្មនិងទំនើបកម្មវចនានុក្រមខ្មែរគឺជាការចាំបាច់និងបន្ទាន់ដើម្បីឲ្យអ្នកប្រើភាសានិងអក្សរសាស្ត្រខ្មែរមានសំណេរអំណានលើនិយមន័យគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ទន្ទឹមនឹងនេះក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម 4.0 ក៏ទាមទារឲ្យភាសាជាតិមានការវិវត្តន៍និងរីកចម្រើនដែរតាមរយៈការបង្កើតពាក្យពេចន៍ឲ្យបានគ្រប់គ្រាន់និងសម្បូរបែបដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលានិងប្រសិទ្ធភាពតាមតម្រូវការអ្នកប្រើប្រាស់